បាទសួស្តីបងប្អូនឬសិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញអំពីនាមឬក៏យើងសិក្សាពីពាក្យចំនួន3ដែលផ្ដើមដោយអក្សរ A បាទពាក្យទី1គឺយើងអានថា and ប្រើថាសត្វស្រមោចហើយពាក្យទី2យើងអានថា apple ប្រើថាផ្លែប៉ោមហើយពាក្យទី3យើងអានថា x បន្ទាប់មកយើងយកពាក្យនឹងមកបង្កើតប្រយោគនៅខាងស្ដាំដៃអញ្ចឹងប្រយោគទី1យើងអាចនិយាយបានថា I like and ប្រយោគទី2 I like apple ប្រយោគទី3 I like eggs បាទសូមអរគុណ